សួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំពីរបៀប set up ប៉ុស្តិ៍ទូរទស្សន៍ឬគេហៅថារៀបប៉ុស្តិ៍ទូរទស្សន៍ Mac LG បងប្អូនមួយចំនួនមិនដែលធ្លាប់ឬក៏មិនទាន់ចេះនៅឡើយទេចំពោះការរៀបសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការប្រាប់ពីរបៀបរៀបប៉ុស្តិ៍ដោយតាមរយៈ Tele ដែលបងប្អូនបានឃើញនៅខាងលើនេះឯងបងគ្រាន់តែយក Tele មកហើយចុចទៅលើពាក្យ setting ឬក៏ Tele ខ្លះវាអត់មានពាក្យ setting ទេវាចេញរូបដូចជាវិញ្ញាណម៉ូតូវិញ្ញាណលីបកង់អញ្ចឹងណាបាទបន្ទាប់ពីហ្នឹងមកយើងជ្រើសវាទៅខាងក្រោមឬវាទៅខាងក្រោមយកពាក្យថា all setting បាទបន្ទាប់ពីរើសយក all setting មកវានឹងចេញមួយទៀតយើងយកពាក្យថា program បន្តទៀតយើងយកពាក្យថា program tuning បន្តទៀតយើងយកពាក្យថា auto tuning នៅត្រង់ចំណុចនេះត្រង់ចំណុច digital setting គេប្រើសម្រាប់យើងរៀបប៉ុស្តិ៍ប្រភេទ digital តែបងប្អូនអត់មានទេយើងចុច skip បានបាទចុច skip ទៅហើយយកពាក្យថាចេះបន្តទៀតវានឹងទៅរៀបប៉ុស្តិ៍ធម្មតាដែលមាននៅក្នុងស្រុកខ្មែររបស់យើងបាទហើយកន្លែងរៀបប៉ុស្តិ៍ហ្នឹងនៅខាងក្រោមបាទវាចេញពាក្យថា Antenna TV នៅកន្លែង Antenna TV ហ្នឹងបើសិនជាឃើញលេខកន្លែង program ហ្នឹងវាដាក់លេខ1លេខ2ឬលេខ3ហ្នឹងបានន័យថាជាចំនួនប៉ុស្តិ៍ដែលវារាវបានអញ្ចឹងប៉ុស្តិ៍នៅក្នុងប្រទេសរបស់យើងមានប្រមាណវានឹងចេញនៅក្នុងហ្នឹងបន្ទាប់ពីរាវរហូតមកវានឹងចេញពាក្យថាដាន់អញ្ចឹងបងប្អូនអាចចុចពាក្យដាន់ទៅវានឹងបញ្ចប់ហើយនៅត្រង់ចំណុចហ្នឹងដែរកន្លែង program ហ្នឹងវានឹងឃើញប៉ុស្តិ៍ចំនួនប៉ុស្តិ៍ដែលមាននៅក្នុងប្រទេសយើងវាអាស្រ័យទៅលើទីតាំងដែលបងប្អូនរស់នៅតាមបងប្អូនរស់នៅនឹងទីតាំងមានសេវាទូទៅពេញខាងដែរឬអត់បើអត់មានទេវានឹងបានចំនួនពេញប៉ុស្តិ៍តែបើសិនជាមានវានឹងបានចំនួនច្រើនប៉ុស្តិ៍បន្ទាប់មកវានឹងលោតចប់ហើយវានឹងចូលទៅលើប៉ុស្តិ៍ទូទៅដោយខ្លួនឯងបាទដោយសារទីតាំងរបស់ខ្ញុំមានតែ2ប៉ុស្តិ៍ទេអញ្ចឹងទៅខ្ញុំរៀបបានតែ2ប៉ុស្តិ៍ដែរណាបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនានៅវីដេអូមួយនេះសូមអរគុណ